Báo sẽ đi bóng ôn mà chụp niềm đồng tiết đi tam sản phẩm bóng ônធ្វើពាក់ព័ន្ធជាមួយនឹងប្រភេទកង់តាក់ចុច2បុក2បែបនេះប៉ុន្តែអ្វីដែលសំខាន់គឺប្រភេទជើងបែបនេះបងប្អូនជើងបែបនេះអញ្ចឹងអាប្រភេទកង់តាក់ដែលមានជើងបែបចេះបាទគឺមានលក់នៅក្នុងទីផ្សារយើងហើយអញ្ចឹងបើសិនជាបងប្អូនទិញមកដែលហៅលក្ខណៈថាស្រឡាញ់រូបរាងរបស់ប្រភេទកង់តាក់បែបនេះចឹងណាបាទឃើញទៅស្អាតចឹងតែចង់បន្លៅដោយខ្លួនឯងហើយប៉ះចំប្រភេទជើងបែបនេះតែមិនដឹងថាភ្ជាប់យ៉ាងដូចម៉េចតោះឥឡូវសូមមើលទាំងអស់គ្នាកុំឲ្យវែងឆ្ងាយមានអីខុសប្លែកពីមុនទេអញ្ចឹងខ្សែអំពូលទាំងពីររត់ចូលមកជើងព្រីទាំងអស់មកបងប្អូនណាបាទទាំងខ្សែមេសង្ស័យអីចឹងហើយបញ្ជាក់ម្ដងទៀតទៅតងជាមួយនឹងខ្សែមេណឺតបាទហៅម៉ាស់ហ្នឹងខ្សែមេម៉ាស់ហើយនឹងខ្សែអំពូលទាំងពីរហ្នឹងគប់ចូលគ្នាអញ្ចឹងមកបាទប៉ុន្តែតែអត់រុំស្គុតទេណាមកប្លុកនេះប្លុកព្រីបងប្អូនមុនប្លុកព្រីចឹងបងប្អូនបញ្ចូលក្នុងជើងព្រីមុនសិនណានេះខ្សែដោយសារខ្ញុំយកពណ៌នេះធ្វើជាខ្សែខាងម៉ាស់បងប្អូនបាទចឹងខ្ញុំយកដាក់នេះមកឲ្យគប់ចូលគ្នាទាំង3អំពូលទាំងពីរអំពូលមកហើយដាក់ចូលខាងជើងនៅសិនមកនេះអសអិនណានេះចំណាំសអិនហ្នឹងមកដាក់ចូលនេះមកបាទហើយតមកយើងធ្វើការមុំរុំគូចហើយអេរូសននេះគឺរឹងមាំមែនតើបាទប្រភេទព្រីស្រីចេញក្រោយនេះគឺមើលទៅរឹងមាំហើយស្អាតទៀតបងប្អូននេះវាទុកបានទៅដល់16ពាក់បាទបន្ទាប់មកទៀតបងប្អូននេះយើងត្រូវការខ្សែប៉ុងមួយមកនេះខ្សែប៉ុងបែបចេះបងប្អូនយើងនេះបងប្អូនមើលចំណាំអសណាបើចេញបែបចេះ L1 L2 បែបចេះគឺមានន័យថាយើងត្រូវការប៉ុងនេះត្រូវការប៉ុងចេញពីនេះមកបាទប៉ុងពីជើងខាងនេះបងប្អូនធ្វើតាមខ្ញុំមកបាទដាក់តាមអសនេះមកណាបាទហើយតមកបងប្អូនដាក់ចូលជើងខាងនេះនេះដាក់ជើងចេញមកណាបងប្អូនណាធ្វើតាមខ្ញុំមកបាទបន្តមកទៀតខាងនេះគឺយើងបញ្ចូលខ្សែមេខាងភ្លើងបងប្អូននេះខ្សែមេខាងភ្លើងនេះបងប្អូនដាក់ចូលនេះមកនេះដាក់ជើងអស L កន្លែងជើងព្រីមកហើយមុនធ្វើបិទភ្លើងឲ្យអស់ហើយយើងធ្វើតាមហ្នឹងមកបាទបើធ្វើចាំចេះវាងាយចេះខុសទេបាទអូខេបាទបន្តមកទៀតយើងមើលនេះយើងនៅសល់ខ្សែ2ទៀតខ្សែ2គឺខ្សែអំពូលបងប្អូនអញ្ចឹងខ្សែអំពូលនេះបងប្អូនមកឆ្ងល់យ៉ាងនេះដាក់តាមកន្លែងនេះមកនេះដៃជើងនៅសល់បាទអំពូលទី1បាទអំពូលទី2កង់តាក់សម្រាប់អំពូលទី2អញ្ចឹងមកបាទនេះតិចរលហើយអាចថាកង់តាក់វិជាបានព្រីនឹងក៏មានភ្លើងដែរ